ngày đi mau sờ bà hai ba bắt bỏ bọn nào khania bà tha bà lại bên bệnh dậy tê cho nên mốc nè ban tây rót sai miên pong thủng thôm trong máu hay bà lại đã cướp mốc á mình chăng chỉ vì xe cơ thì slow miên cái lọc lẹ này cả bằng cơ đường tam tầm nã ca lát thôi tức slow bây giờ lần chui bà hai khả năng mình tên giờ tới chui đo tự ấn hay tức slow ấy lần chiết mong hay mưa pom ấy cái đằng nam bọn nào khania thảo vì chăngอย่างnè slow bà hai mình chưa bạtแต่ta bây giờ slow bằng cơ đường ở trời bay về lý thôi tức slow bây giờ sẽ miên khăn chui bà hai mà nèเปบองไตรบองบ่ฮอกบองปลายบองเกลือนัดไตรได้ไตรตามตำหนักการบอวีบ้านเพื่อเอาสำหรับปะฮาวเยอะมาชนะนังงัดช่วยคลันสำหรับปะฮาวสินมาหมองบิดแทบเป็นคลันเครื่องช่วยละอ้อให้ปะแทบบ้านสลอปะฮาวยามมาดองเตรียมแต่สลอเตอร์บายมันเสืออ้อหมันเตโจยังสลอมันทอมมาได้น่ะยังเปล่าปลายจานบอกว่าน่ารอบมันจังอ้อเตสับการสลัดน้องปะฮาวไอ้ตุ่มแบะมาทำไมปลายใบตองไว้จังปีลินหมกให้หลับเปิดนี่ไว้ยังตุ่มแบะมาไปดามสลับอุ่นดอกนี่เคยปอวิอัดลงกี่เตอร์กลัวจ้องยามไปดอยแต่ลายนั่นตุ่มแบะมาไปดามนายอยู่ตัวหลงใจละอ้อให้อัตราละเบ็ดละหมอเนี่ยhai chỉ tra từ lấy nhau sơ anh bộ tộc này mình tay ắt là một trong anh nè sật là pi một miếng sật chỉ ba sật ba snip pot cái miếng đai hai bà lại ở nó ăn tham một tinh một tịch tề tại trong pi pon một bề điệp cho điệp lát ba lang mà chạy thông sầm lọ khai một ní po bên là protein và vitamin là o nhám khăn lăng nè sầmรับเครื่องสโลบเยอะเนี่ยปลาโกสไครเตอย่างปลาสลักไครสดแต่มาดองสำลอปลาแห้วสำลอหรือสำลอโกว่าปลาสลักไครช่วยจิงโกลำบนดอกเนี่ยแต่เรื่องที่ร้านให้ฮันเวียเรื่องเราที่มันน่ะมันเป็นอย่างบกเครื่องแต่วิชาหมดละเจ๊ปลาเมื่อทมเครื่องสลอปะฮะใบยังไงน้องอย่าปรามสันกะลอกเลยอย่างบกหลังได้ตัวแล้วบกได้ใบเครื่องสับอเดี๋ยวไปเดี๋ยวสลอตั้งวิชุยเครื่องคลั่งบนดอกเนี่ยให้ประทาเครื่องน้องบ้านจิกเมาส์ทำไมตัวบนดอกเนี่ยน้องกันแต่ช่วยจีบเซ็กคือสกไกรแบบบ้านสกไกรทำไมมันช่วยประทายังโยสกไกรซ้อมาเพื่อก็สลอใบยังช่วยได้คำซ้อปลาหริงจีดานแต่จนวนบนเมิมยังធ្វើការបកសក្រីដែងល្មៀតមុនសិនហើយសម្រាប់ល្មៀតក៏យកប្រើច្រើនដែរយ៉ាងប្រើតាមមើមទូចណាព្រោះថាប្រើល្មៀតច្រើនក៏ធ្វើឲ្យសឡរបស់យើងឡើងខាឡើងវិញទៅឆ្ងាញ់បងប្អូនគ្នាអាត្រង់នេះរៀងសោតិចហើយនៅសារតកុលអក្រីយើងនឹងវារឹងហើយវាស្ងួតទាំងបាក់បុកណាវាក្រម៉ត់ណាមើលទៅវាឡើងម៉ត់ហើយយើងដាក់ខ្ទឹមសខ្ជាយចូលបុកតទៀតយើងធ្វើចឹងទៅគ្រឿងរបស់យើងបុកឡើងសប់ល្អហ្មងហើយវាម៉ត់ស្មើលើយើងក៏នឹងគេថាកាត់ល្អខ្លាំងណាស់យើងដាក់ឆ្នាំងសឡបងប្អូនគ្នាហើយដាក់ទឹកតែកន្លះឆ្នាំងបានហើយថែមសាច់ថែមបន្លែទៀតវាមកពេញឆ្នាំងល្មមចន្លោះពេលហ្នឹងយើងមកចាត់ការត្រីរបស់យើងមកត្រីនេះត្រីរស់ស្រែបើពោវាឡងធំអ៊ូងហ្មងរបៀបធ្វើសាច់ត្រីនេះពីប្រភេទមួយកាត់ត្រីកង់បែបហ្នឹងមួយទៀតបេះសាច់ត្រីចូលសម្រាប់ពិធីស្លដូចគ្នាទេខុសតែត្រង់ត្រីហ្នឹងបើថាយើងបេះសាច់ត្រីចូលបុកជាមួយគ្រឿងអានេះយើងស្ងោរត្រីឆ្អិនសិនទៅយើងបេះសាច់ត្រីហ្នឹងបុកជាមួយគ្រឿងឲ្យម៉ត់ជាមួយគ្នាតែបើថាស្លកាត់ត្រីកង់ដូចខ្ញុំចឹងបងប្អូនស្លចឹងដរិចហ្មងតែនេះទឹកពុះហើយយើងបងត្រីចូលចឹងមកសម្រាប់ផ្ទះខ្ញុំចូលចិត្តសាច់ត្រីកង់នេះជាងហើយយើងដាក់បន្លែដែលក្រឆ្អិនមុនមានល្ពៅហើយនឹងត្រាវពីមុខហ្នឹងងាស់រៀងយូរបន្តិចអញ្ចឹងដាក់វាមុនគេបងអស់ខ្ញុំប្រើប្រហុកសាច់ទៅរស់ស្រែដាក់ចំនួន2ដុំធំយើងមិនចាំលាងទឹកឬមួយក៏ជ្រុំវាទេព្រោះថាវាមានឆ្អឹងហ្នឹងណាតែបើប្រភេទប្រហុកឆ្អឹងយើងត្រូវជ្រុំវាសិនឬមួយក៏ប្រភេទប្រហុកដែលយើងទិញមកពីផ្សារយើងមិនទុកចិត្តអញ្ចឹងយើងអាចលាងវាហើយយកទៅជ្រុំក៏បានដែរបងប្អូនគ្នាដោយសារប្រហុកធ្វើខ្លួនឯងអញ្ចឹងយើងក៏ទុកចិត្តណាហើយសម្រាប់ត្រីរបស់យើងវិញនេះវាឆ្អិនហើយអញ្ចឹងយើងស្រង់វាទុកមកលើសិនមកយើងនៅល្ងាស់ល្ពៅហើយបន្លែផ្សេងរៀងយូរដែរបើបន្តល្ងាស់វាជាមួយគេជាមួយឯងណាបើគាត់ច្បាច់វល់ហើយឲ្យទុកមិនលើសិនមិនណាចាំពេលវារៀបឆ្អិនយើងបងត្រីនឹងចូលទៅតែម្ដងល្ពៅហើយនឹងត្រាវវិញចាប់ដើមផុយហើយយើងក៏បងពោតតឡាចអណ្ដូងហើយនឹងផ្សិតពីរមុខរបស់យើងនឹងចូលមកទាំងអស់មិញដាក់ប្រហុកចូលពីដុំធំហើយអញ្ចឹងសឡហ្នឹងវារៀងប្រៃខ្លះហើយថែមតែអំបិលមួយចុងសាព្រាបាយម្សៅស៊ុបបនមួយចុងសាព្រាបាយតិចមករសជាតិសឡប្រហាហ្នឹងគឺថាមិនល្មមតែម្ដងមើលតាបន្លែទាំងអស់នឹងវាចង់ឆ្អិនហើយយើងបងទូលពៅចូលមកមុនគេមកសាច់ត្រីក៏ដាក់ដែរមកហើយបន្តដាក់បន្លែបៃតងផ្សេងទៀតមានផ្ទីហើយនឹងត្រួយបាសយើងជ្រុំវាឲ្យចូលក្នុងទឹកស្លសិនមកអូយបន្លែរបស់យើងច្រើនខ្លាំងណាស់បងប្អូនគ្នាហើយសិតតែបន្លែបៃតងល្អទៀតបន្លែទាំងអស់នោះសិតធម្មជាតិហើយបងគ្រឿងដែលយើងបានបុកមុនហ្នឹងចូលមកទាំងអស់មូលហេតុដែលយកបងគ្រឿងមុនដោយសារតាគ្រឿងវាមានខ្ជាយក្នុងហ្នឹងហើយខ្ជាយតែកាលណាត្រូវភ្លើងយូរពេកវាហើរក្លិនអស់ហើយគ្រឿងហ្នឹងយកបងវាពេលរៀបលើកបានធ្វើឲ្យក្លិនគ្រឿងវាមានក្លិនឈ្ងុយស្លបហើរហ្មងបងប្អូនអរគ្នាអាចចំណាំមើលបានថាពេលយើងបងស្លគ្រឿងមុននិងគ្រឿងក្រោយខុសគ្នាហើយយើងបងគ្រឿងមុនក្លិនរបស់វាចង់ស្តៀងស្លម្ជូរអាពេលយើងបងគ្រឿងក្រោយក្លិនរបស់វាគឺថាស្លបហើរស៊ីនហ្មងការស្លឹកហើយនឹងស្អំហ្នឹងយកដាក់តាគ្នាមកជ្រុំវាទៅចូលទឹកស្លមកវាឆ្អិនហើយបងបន្លែបងគ្រឿងហើយចុងក្រោយបងផ្កាស្លុតហើយនឹងស្អំនឹងទៀតបងប្អូនគ្នាក្លិនលងឈ្ងុយហ្មងណាគោពុះគ្រូហើយស្លនេះដឹងថាមិនញ៉ាំមួយចានទេញ៉ាំយ៉ាងណាក៏3ចាននេះឯងដែរបាយវិញមិនច្រើនពេកទេមកកូនចានបានណាញ៉ាំឲ្យតែមានបាយក្នុងពោះទៅជាចុងក្រោយគេបងអស់គឺជីសដាក់ឲ្យលើកតែម្ដងអូយាយមែនស្លបហាអត់មានជីសអត់បានទេបងប្អូនគ្នាដាក់អានឹងទៀតបន្ថែមក្លិនស្លបហាបើយកឲ្យកាន់តែឈ្ងុយ
បន្លែដាក់មកកកតែឆ្ងាញ់នឹងជីសនឹងហ្មងបន្លែមិញរៀបហើយបានឡើងមកឆ្អេធំពេលស្លចុះស្លឡើងសល់តែមួយឆ្នាំងក្លិនចំហាយស្លនឹងភាយមកឡើងគោពោះខ្លាំងហ្មងទ្រាំសឹងតែម្បានបងប្អូនគ្នាចង់ញ៉ាំភ្លាមមានពងត្រីមានផ្សិតអណ្ដែតមកឡើងស្ពីងហើយអាសឡិតរបស់យើងហ្នឹងក៏តំណងបងប្អូនគ្នាស្លប៉ុណ្ណឹងអត់តាគ្រប់គ្រាន់ទេត្រូវថែមម្ជូរមកទៀតបានរត់តែឆ្ងាញ់ដំពិលយើងហាន់ឲ្យស្ដើងហើយថែមខ្ទឹមស2 3កំពឹសទៀតមកហើយម្ទេសរៀងហិលណារួចហើយមិនធ្វើអីច្រើនទេដាក់តែប៉ុណ្្នឹងហើយចាក់ទឹកត្រីចូលបន្តិចមកជ្រុំវាបងប្អូនគ្នាដាក់ញ៉ាំជាមួយស្លប្រហើរនឹងទៅឆ្ងាញ់ណាស់និយាយទៅឡងជាតិហ្មងដុះមកនេះមានលពៅផងត្រួយលពៅមានបន្លែឃើញតែបន្លែពីប្រព័ន្ធនឹងតំណងលើសពីតំណងបាត់ហើយចុះទ្រាំតើនៅខាងក្រៅទៅដល់ក្លិនរបស់វាឈ្ងុយខ្លាំងបងប្អូនស្លតាមវិធីហ្នឹងធានាឲ្យថាក្លិនស្លប្រហើរមកទាំងដុំតែម្ដងជាតិអីជាតិម៉េះបើថាផ្សិតរបស់គេវិញឡើងដាច់ស្ពីងពេញហ្នឹងត្រង់កតុយត្រង់ខ្លួនមិនចូលចិត្តទេបើថាក្បាលត្រីបានជក់ឆ្អឹងវីអូអានឹងកាន់តែជាតិតឡាចស្អំផ្កាសលិតត្រួយបាសជាដើមហ្នឹងយើងស្លមិនឲ្យឆ្អិនពេកទេនៅបន្លែរៀងស្រស់តិចៗមែនណាអូញ៉ាំទៅឆ្ងាញ់ណាស់ច្រប់ហ្មងទាំងក្លិននឹងអីវាឈ្ងុយបដ ாய் ហ្នឹងណាជោគមកលព្រាណាក៏ដឹងតែតំណងដែរបងប្អូនគ្នាញ៉ាំស្លប្រហើរម្ដងអត់សូវចុះបាយចុះតែម្ហូបបើថាមួយចានធំឬ2ចានធំក៏ញ៉ាំអស់ដែរនិយាយរួមទៅញ៉ាំតែបន្លែហើយនឹងទឹកស្លនឹងហត់ផងញ៉ាំផងជាពិសេសអាទឹកម្ជូរដែលយើងដាក់លាយហ្នឹងដាក់ស្រោចញ៉ាំជាមួយបន្លែហើយនឹងសាច់អីហ្នឹងកាន់តែជក់មាត់នេះដុះពងត្រីចឹងមកហើយមានបន្លែបន្តិចទៅ7ខ្ចីទឹកត្រីនឹងតិចមកស្រោចពីលើចឹងណាថែមមកចំណិតខ្ទឹមនឹងផងដាក់ញ៉ាំទៅបើថាមិនជាតិមិនឆ្ងាញ់ទេមិនយល់លុយហើយសម្លប្រហើរហ្នឹងបានតែញ៉ាំពេលក្តៅអីបន្លែកុំឲ្យឆ្អិនបងប្អូនគ្នាឆ្អិនល្មមប៉ុណ្ណឹងមកបានញ៉ាំទៅជ្រប់ឈ្ងុយឆ្ងាញ់ហ្មងហើយបងគ្រឿងក្រៅចឹងมันធ្វើឲ្យទឹកស្លរបស់យើងឈ្ងុយក្លិនប្រហើរខ្លាំងអរគុណច្រើនបងប្អូនគ្នាតាមដានវីដេអូនេះដល់ចប់បាយ